លោកស្រីអ្នកនាងកញ្ញាជាទីមេត្រីយើងឃើញថាអ្នកវិនិយោគចិនតៃវ៉ាន់បានបោះទុនវិនិយោគប្រមាណជា$100 លានសហរដ្ឋអាមេរិកក្នុងការសាងសង់នៅអគារភ្លោះដែលមានឈ្មោះថា Sky Villa ដែលមានកម្ពស់35ជាន់និងលេចឡើងជារូបរាងនៅក្នុងរាជធានីភ្នំពេញនៅក្នុងពេលឆាប់ៗខាងមុខនេះគម្រោងសាងសង់ខុនដូ Sky Villa ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះសីហនុរបស់ក្រុមហ៊ុន Crystal Orange Construction PLC ដែលមានលំនៅឋានសរុបចំនួន256យូនីតក្រុមទុនវិនិយោគប្រហែល$100 លានសហរដ្ឋអាមេរិកបានបើកសម្ពោធការដ្ឋានសាងសង់កាលពីថ្ងៃទី17តុលាកន្លងមកនេះលោក Lin Senche ប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Crystal Orange Construction PLC បានថ្លែងថាអគារ Sky Villa ដែលត្រូវសាងសង់នេះនឹងក្លាយជាកន្លែងរស់នៅដ៏ល្អដាច់គេនៅក្នុងប្រទេសកម្ពុជាព្រោះការរចនាម៉ូដរបស់អគារ Sky Villa ត្រូវបានធ្វើឡើងដោយក្រុមហ៊ុន CY Lee and Partners ដែលជាក្រុមហ៊ុនដ៏មានកេរ្តិ៍ឈ្មោះល្បីក្នុងការរចនាអគារ Taipei 101ដែលមានសម្រស់និងមានកម្ពស់509ម៉ែត្រនៅតៃវ៉ាន់អគារ Sky Villa នេះសាងសង់ឡើងដោយគិតជាចម្បងទៅលើសុវត្ថិភាពនិងបរិស្ថានព្រោះនៅផ្នែកខាងក្រៅនៃបន្ទប់នីមួយៗសុទ្ធតែមានដើមឈើធំៗដែលមានកម្ពស់រហូតដល់ទៅ7ម៉ែត្រទៀតផងហើយអគារនេះនឹងក្លាយជាកន្លែងរស់នៅដ៏ល្អបំផុតនៅក្នុងរាជធានីភ្នំពេញពីព្រោះគម្រោងនោះស្ថិតនៅក្នុងទីតាំងល្អនៅចំកណ្ដាលក្រុងជិតផ្សារធំៗនិងពហុកីឡដ្ឋានជាតិអូឡ িম্প ិកកម្ពុជាលោក Lee Senche បានលើកឡើងឲ្យដឹងទៀតថាបើទោះបីជាក្រុមហ៊ុនរបស់លោកបើកការដ្ឋានសាងសង់ចាប់ពីពេលនេះទៅក្តីក៏ប៉ុន្តែការបើកលក់ជាផ្លូវការនៅមិនទាន់ចាប់ផ្ដើមនៅឡើយទេការលក់ជាផ្លូវការនឹងត្រូវចាប់ផ្ដើមនៅខែកុម្ភៈឆ្នាំ2015ខាងមុខនេះលោកបានដឹងទៀតថាខុនដូនៅក្នុងគម្រោង Sky Villa មានតម្លៃចាប់ពី$2,500រហូតដល់$3,300ក្នុង1ម៉ែត្រការ៉េអគារ Sky Villa នេះមានកម្ពស់139ម៉ែត្រស្មើនឹង35ជាន់និងមាន4ជាន់នៅក្រោមដីសម្រាប់ធ្វើជាចំណតយានយន្តផងដែរការសាងសង់ទាំងពីរអគារនេះគ្រោងនឹងប្រើពេលវេលាសាងសង់ចំនួន36ខែលើផ្ទៃដីសាងសង់ទំហំ6លានម៉ែត្រការ៉េក្នុងនោះមានកន្លែងហាត់ប្រាណអាងហែលទឹកនិងសួនច្បារយ៉ាងធំទៀតផង